នេះមកនេះគឺវត្តមានរបស់អ្នកខ្ញុំគឺកំពុងតែឈរជើងនៅលើទឹកដីនៃព្រះរាជាដ៏សែនដ៏អច្ឆរិយៈចាប៉ុន្តែក៏ខ្ញុំមកដល់នេះគឺបើខ្ញុំមកដល់ថ្ងៃសៅរ៍នឹងឆ្លៀតឱកាស live ជំរាបជូនទៅកាន់ពុកម៉ែបងប្អូនថាមូលហេតុអីបានខ្ញុំសម្រេចចិត្តមកកាន់ប្រទេសកម្ពុជាមូលហេតុអីបានខ្ញុំសម្រេចចិត្តមករស់នៅប្រទេសកាណាដាមូលហេតុអីបានខ្ញុំបោះបង់នៅការយកសញ្ជាតិនៃប្រទេសកាណាដាបងប្អូនជំរាបសួរខ្ញុំយាយចន្ទថាពីទីក្រុងឡងប៊ិចដែលខ្ញុំធ្លាប់ជួយជែកជាមួយវាកន្លងមកជាច្រើនលើកច្រើនសារតាមវីដេអូខលក្តីតាម Messenger ធម្មតាក្តីហើយក្រោយមកខ្ញុំក៏ត្រូវវិជេបតិចបដាសាខ្ញុំដែលខ្ញុំអត់មានរឿងអីជាមួយវាប៉ុន្តែខ្ញុំដឹងថាវាស៊ីឈ្នួលជេវិជេឲ្យមីស៊ីណាតអញ្ចឹងវាស៊ីឈ្នួលជេតែវិជេខ្ញុំម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតវិជេខ្ញុំ3ដងវិជេខ្ញុំ3ដងអញ្ចឹងខ្ញុំចង់ជម្រាបប្រាប់បងប្អូនថា between វាជាមួយខ្ញុំហ្នឹងជារឿងពិតដែលខ្ញុំដឹងជារឿងពិតដែលខ្ញុំដឹងណាបងប្អូនព្រោះវាហ្នឹងជាមនុស្សស៊ីឈ្នួលជេស៊ីឈ្នួលជេហ៊ុនសែនវាជាមនុស្សរបស់ហ៊ុនសែនចិត្តដិតវាជាមនុស្សរបស់មីស៊ីណាតចិត្តដិតអញ្ចឹងវាជាស៊ីឈ្នួលជេបើនិយាយចំវាស៊ីឈ្នួលជេតកូលហ៊ុនហ្នឹងហើយឃើញវិជេឯកឧត្តមរដ្ឋមន្ត្រីធំអុកញ៉ាលក់លេណាក៏ដល់វិជេអាយ៉េះអាយ៉ែងហើយក៏វិជេខ្មែរប្រឆាំងនៅក្រៅប្រទេសក៏ជេសុសាច់អស់ហើយក្រោយមកវិជេខ្ញុំតាមការពិតខ្ញុំជាមួយវាអត់ដែលមានរឿងអ្វីទេវាធ្លាប់ហៅខ្ញុំអ្នកមីងខ្ញុំធ្លាប់ទូមានព្រានបដៅវាប្រាប់វាឲ្យកែប្រែកុំឲ្យជេរខ្មែរមកដល់សហរដ្ឋមកដល់ក្រៅប្រទេសកាណាដាហើយយកពេលវេលាទៅរៀនហើយដើម្បីក្រេបយកជញ្ជក់យកចំណេះវិជ្ជាហើយកូនខំមើលថែកូនដើម្បីរកអនាគតល្អយើងមកដល់ប្រទេសក្រៅហើយឈប់ជេរឈប់អីទៀតទៅអាក្រក់ស្ដាប់អាក្រក់អីចឹងណាវាក៏បាននិយាយជាមួយខ្ញុំវាអរគុណខ្ញុំខ្ញុំមានទាំងសម្លេងទៀតប៉ុន្តែខ្ញុំអត់បានចាក់បន្តព្រោះខ្ញុំខ្ជិលចង់លើវិជេខ្ញុំទៀតខ្ញុំក៏អត់ធ្វើវីដេអូអីបន្តព្រោះវិជេអាយ៉េះអាយ៉ែងពេកណាអញ្ចឹងខ្ញុំចង់ជម្រាបប្រាប់ថាដែលកូនវាពីរទៅជាមួយនឹងគឺជាកូនរបស់វាបង្កើតហេតុអ្វីបានជាខ្ញុំស្គាល់ពេលដែលវាទៅជែកជាមួយខ្ញុំជួនកាលទៅក៏វាជជែកនៅក្នុងវីដេអូខលវាធ្លាប់ប្រាប់កូនវាឲ្យជម្រាបសួរខ្ញុំទាំងប្រុសទាំងស្រីអីចឹងបានខ្ញុំស្គាល់ថាជាកូនវាអញ្ចឹងការជជែកជាមួយខ្ញុំហ្នឹងជជែកញឹកញាប់បងប្អូនជជែកញឹកញាប់ណាហើយការវានៅថៃហ្នឹងខ្ញុំធ្លាប់ផ្ញើលុយឲ្យវាចាយដោយសារខ្ញុំស្គាល់ហងបរិយក៏ទៅទូចនិយាយពីការលំបាករបស់វាខ្វះខាតអីចឹងខ្ញុំក៏ធ្លាប់ជួយលុយវា$100ហើយវាក៏ស្រឡាញ់គ្រប់ខ្ញុំកន្លងមកមានការអ្វីវាច្រើនតែខលសុខទុក្ខខ្ញុំអីចឹងណាហើយពេលវា live ឃើញខ្ញុំអីទោះបីតែខ្ញុំមិន comment វាក៏វាស្រែកហៅឈ្មោះខ្ញុំដែរតែក្រោយមកហ្នឹងមីស៊ីណាតមីចៅកញ្ចុយស៊ីណាតមីសំផឹងហ្នឹងណាមីខ្មែរក្រហមសម្រាប់មនុស្សដោយញញឹមហ្នឹងណាវាឲ្យមីនុងមកជេរហើយក្រោយមកក៏វាចាប់ជេរខ្ញុំប៉ុន្តែខ្ញុំនិយាយរំលងតិចបងប្អូនដែលវាមិនទាន់ជេរខ្ញុំហ្នឹងវាមានការស្និទ្ធស្នាលហ្នឹងវាចេះវាឆ្លោះជាមួយបុរីហើយវាតែងតែនិយាយពីរឿងបុរីមកប្រាប់ខ្ញុំសពគ្រប់បែបយ៉ាងអញ្ចឹងណាហើយក្រោយមកក៏វាប្រាប់ខ្ញុំវាថាសប្តាហ៍ថ្ងៃហ្នឹងវាមានការគៀបសង្កត់ពីប្រទេសកម្ពុជាគឺហ៊ុនសែនគៀបសង្កត់វាហើយវាប្រាប់ខ្ញុំថាហ៊ុនសែនហ្នឹងគំរាមកំហែងម្ដាយឪពុកវាក្រុមគ្រួសារវាហើយចង់ឲ្យគេនឹងទៅយក
គ្រឿងញៀនណាថ្នាំញៀនទៅប្រវត្តិចូលនៅក្នុងផ្ទះវាហើយឲ្យប៉ូលីសហ្នឹងទៅចាប់ម៉ែឪវាហ្នឹងយកទៅដាក់គុកអាហ្នឹងខ្ញុំមានសម្លេងណាបងប្អូនខ្ញុំថតសម្លេងវាគ្រប់កលៈទេសៈទាំងអស់ព្រោះខ្ញុំដឹងវាមនុស្សខូចហើយដល់ពេលវាខ្លាចវាថាឪពុកម្ដាយវាស្រឡាញ់គ្រប់អីចឹងខ្លាចឪពុកម្ដាយវាមានគ្រោះថ្នាក់ចឹងក៏ហ៊ុនសែនជាអ្នកបញ្ជាវាហ្នឹងឲ្យជេរអ្នកនេះឲ្យជេរអ្នកនោះទៅហើយវាថាវាខ្លាចហ៊ុនសែនណាធ្វើបាបឪពុកម្ដាយវាហើយម្យ៉ាងទៀតវាថាវានឹងអត់ចង់ជេរអ្នកនៅក្រៅប្រទេសទេអ្នកប្រឆាំងទេជេរទៅខ្លាចអង្គការហ្នឹងបញ្ជូនវាទៅវិញព្រោះយល់ថានៅប្រទេសកម្ពុជាជេរហ៊ុនសែនស្អប់របបនឹងដល់ម្ដងក្រៅត្រូវហ៊ុនសែនប្រើវានឹងឲ្យជេរឲ្យជេរអ្នកប្រឆាំងអីចឹងណាវាខុសច្បាប់មាត្រាដែលវាបានចាក់ចេញមកប្រទេសក្រៅចឹងទៅវាភ័យខ្លាចវាស្រឡាញ់ឪពុកម្ដាយវាសុខចិត្តលះបង់ជេរគណៈបព្វប្រឆាំងជេរអីចឹងទៅណាហើយវាថាហ៊ុនសែននឹងហើយនឹងហងបរិយនឹងគំរាមកំហែងវាថាបើវាមិនធ្វើតាមទេគេនឹងយកគ្រឿងញៀនទៅប្រឡងនៅក្នុងផ្ទះទៅបោះនៅក្នុងផ្ទះឲ្យគេចាប់ម៉ែឪវាដាក់គុកចឹងវាថាគេគៀបសង្កត់ខ្លាំងណាស់ខ្ញុំក៏ឡប់ទៅគ្រប់គ្រងគណៈបកប្រជាជនវិញទៅដើម្បីកុំឲ្យគេធ្វើបាបម្ដាយហើយវាប្រាប់ថាវាបានជាឡប់មកជាគណៈបកប្រឆាំងហើយអ្វីដែលវានិយាយជាឋានៈដឹកនាំកម្ពុជានៅប្រទេសខ្មែរហ្នឹងគឺហ៊ុនសែនជាអ្នកបញ្ជាឲ្យវាជេរអានឹងវាប្រាប់ខ្ញុំបងប្អូនវាធ្វើតាមហ៊ុនសែនទាំងអស់អញ្ចឹងហើយបានជាក្រោយមកខ្ញុំអត់មានដែលមានរឿងអីជាមួយវាទេហើយការចំនួនខ្ញុំជាមួយយាយស៊ីណាហ្នឹងក៏ឆ្លោះច្រើនទៅអ្នកនៅក្រៅប្រទេសហ្នឹងជេរខ្ញុំច្រើនទៅនិយាយពាក្យសត្វអត់ពិតហើយគេយើងនិយាយពីយើងអាក្រក់ដែលរឿងអត់ពិតអីចឹងណាដល់ក្រោយមកមិនដឹងជាយ៉ាងម៉េចវាទៅរកមីសុខាហ្នឹងឲ្យជេរខ្ញុំទៀតនឹងមីស៊ីណាតហើយជាអ្នកបញ្ជាឲ្យជេរហើយនឹងហ៊ុនសែនដល់ខ្ញុំឃើញវាជេរបចោខ្ញុំចឹងទៅខ្ញុំដឹងថាមុននឹងវាជេរខ្ញុំនេះវាសិតសួរទៅហ៊ុនសែនហើយតែជេរខ្ញុំបានអត់ព្រោះវាធ្លាប់ប្រាប់ខ្ញុំចឹងវាធ្វើអីវាសិតសួរទៅហ៊ុនសែនអញ្ចឹងបានជាខ្ញុំដឹងថាហ៊ុនសែននិងមីស៊ីណាតនឹង 100% គឺបើកផ្លូវឲ្យវាជេរខ្ញុំដល់វាជេរខ្ញុំទៅខ្ញុំក៏អន់ចំពោះចិត្តដែរព្រោះខ្ញុំដឹងរួចហើយថាហ៊ុនសែនប្រកបឲ្យជេរគាត់ធ្លាប់និយាយជាមួយខ្ញុំដូចជាខ្ញុំធ្លាប់ដាក់សម្លេងគាត់និយាយថាបងជាអ្នកចាត់ចែងឲ្យជេរទេគណៈបព្វជិជនយើងទេគាត់ធ្លាប់សារភាពប្រាប់ដូចខ្ញុំធ្លាប់ផុសនៅក្នុងវីដេអូឲ្យបងប្អូនស្ដាប់រួចហើយណាអញ្ចឹងបានខ្ញុំមានន័យថាគាត់ឲ្យជេរខ្ញុំក៏ចប់ទៅអ្នកណាជេរខ្ញុំវានឹកឃើញថាហើយនៅទៅអីទៅយើងមិនដឹងច្បាស់ថាហ៊ុនសែនឲ្យជេរដឹងតែមីស៊ីណាតឲ្យជេរទេក្បាល 3-4 នាក់នោះអញ្ចឹងបើខ្ញុំវាមិនសូវឈឺចាប់ក៏ប៉ុន្តែដែលវានេះចិត្តដិតមួយហ៊ុនសែនខ្ញុំដឹងថាហ៊ុនសែនឲ្យវាជេរខ្ញុំក៏ចាក់ចេញពីគណៈបកប្រជាជនទៅរឿងវាអញ្ចឹងដល់ខ្ញុំចេញហើយខ្ញុំអត់ត្រឡប់ទៅវិញទេខ្ញុំចាប់វាយហ៊ុនសែនតែម្ដងព្រោះខ្ញុំដឹងហ៊ុនសែនក្បត់ខ្ញុំហ៊ុនសែនបោកខ្ញុំប្រើសពបែបយ៉ាងអញ្ចឹងទៅណាបងប្អូនហើយចឹងបងប្អូនយកពិចារណាកម្មពីធ្វើអ្វីនឹងបានបងប្អូនចាំតែមើលវារស់នៅស្រុកខ្មែរយ៉ាងម៉េចតទៅទៀតគឺជីវិតវាចប់ហើយបើវានៅកាណាដានៅប្រទេសក្រៅ is okay ប៉ុន្តែបើវានៅស្រុកខ្មែរបងប្អូនចប់តែម្ដងចប់ជាស្ថាពរហើយខ្ញុំមិនណិតកូនវាទេដែលក្មេងៗគ្នាអត់ដឹងអីណាអញ្ចឹងមិនបែក teacher មិនបែកគ្រូមិនបែកពួកមិនបែកពួកម៉ាក់បងប្អូនខ្ញុំមិនណិតតែក្មេងៗទេអញ្ចឹងបានថាវានឹងធ្វើនយោបាយសម្រាប់ខ្លួនឯងហើយសម្រាប់ទាំងកូនទៀតណាខ្ញុំសំណោះតកូនទេបងប្អូនគ្នាមានដឹងអីកន្លោះកមុំហើយវាមានសាលារៀនដោយត្រឹមត្រូវមហូបញ៉ាំដឹងរបៀបរបប
ប្រទេសគេជឿនលឿនស៊ីវិល័យយើងតែឥឡូវហ្នឹងអស់ហើយត្រឡប់ទៅវិញអស់ហើយទៅហ្នឹងគ្មានត្រឡប់ទៅវិញបានទេបងប្អូនគេនិរទេសវាចេញហើយគេប្រាប់ខ្ញុំថាមានគេប្តឹងវាមិនសមមិញមានគេប្រាប់ខ្ញុំខលមកប្រាប់ខ្ញុំពីអូស្ត្រាលីថាគេកំពុងមូលមិត្តគ្នាយកលុយទៅប្តឹងវាហើយគេថាគេប្តឹងហើយអញ្ចឹងរឿងហ្នឹងវាត្រូវគេនិរទេសហ្នឹងហើយប៉ុណ្ណឹងបងប្អូនអញ្ចឹងថាចាំមើលវាទៅរស់នៅស្រុកខ្មែរបងប្អូនអើយចុះនរកឲ្យបងប្អូនចាំទៅមើលទៅនឹងហើយព្រោះវាជាមនុស្សអាក្រក់វាជេរតកូលហ៊ុនវាជេរថ្នាក់ដឹកនាំកម្ពុជាហើយឥឡូវបងប្អូនចូលទៅស្ដាប់คลิปវាជេរប្រមាថទាំងយួនទៀតណានឹងហើយប៉ុណ្ណឹងឯងបងប្អូនខ្ញុំអត់ចង់និយាយអីវិញជាលើហ្នឹងឯណាហើយនេះជាកម្មពីរបស់វាអរគុណច្រើនបងប្អូនជម្រាបលា